បាទសួស្តីអ្នកនរគ្នាបាទជួយជាមួយខ្ញុំបាទម្ដងទៀតវីដេអូថ្ងៃនេះខ្ញុំចង់បង្ហាញអំពីទូរស័ព្ទថ្មីមួយគ្រឿងដែលខ្ញុំប្រើជិត1ខែហើយទៅ7 Pro Max Xiaomi មើលឃើញថារយៈពេលដែលយើងប្រើ1ខែហ្នឹងខ្ញុំទទួលបានបទពិសោធន៍ច្រើនដែរពីទូរស័ព្ទហ្នឹងអញ្ចឹងខ្ញុំចង់បង្ហាញថានៅក្នុងនោះវាមានអីខ្លះពេលដែលយើងទិញមកហ្នឹងគឺបាទថ្មីកេះហើយនៅក្នុងហ្នឹងគឺគេឲ្យមកណាបែបហ្នឹងអញ្ចឹងនៅក្នុងហ្នឹងយើងមានតាមធម្មតាយើងបើកមកអានេះសារខ្ញុំបើកប្រើហើយអញ្ចឹងយើងមានជាกระดาษណែនាំផងគេបាទដាស់ណែនាំពីការប្រើប្រាស់ទូរស័ព្ទមួយគ្រឿងហ្នឹងមកជុលចាក់ស៊ីមស្រោមទូរស័ព្ទខេះខ្លាមួយហើយយើងមានកន្លែង slot នេះគេដាក់ជាបាទដុំសាកបាទដុំសាកហ្នឹងគឺ support 100W ណាហើយអ្វីនេះជាទូឯករបស់យើងបាទខ្ញុំទិញនេះគឺពណ៌ខ្មៅ RAM វា 16G RAM 16G memory 512ពណ៌វាមិនខ្មៅពេកពណ៌នេះវាមិនខ្មៅពេកតែវាស្តៀងខ្មៅទីរៀងបែបប្រភេទទីអីទិញព្រោះទូរស័ព្ទមាន4ពណ៌ណាប៉ុន្តែខ្ញុំកាន់នេះគឺពណ៌ខ្មៅបាទអ្វីដែលពិសេសគឺវាមានរបស់លេខនៅខាងក្រោយនេះអញ្ចឹងហើយយើងអាច slash បាទតន័យខាងក្រោយរូបភាពនោះបាទយើងអាចអូសចុះអូសឡើងយើងអាចតាំងរូបភាពខ្លួនយើងក៏បានបាទសំឡេងពីរូសំឡេងវាប្រើប្រភេទ Dolby Atmos ពួកឯងមិញពួកឯងឈួតអស់ពួកឯងស្ដាប់បលនេះដាក់ subtitle នៅស្ទួតខ្មែរថៃដីខ្មែរអត់ត្រូវការអ្នកណាមកថៃជំនួសពួកចៅឆ្លៀនពៀនបើមិនងាប់ក៏វាអាចរបួសតជំនាន់អ្នកចៅសៀមរឿងសង្គ្រាមគឺវាឃ្លានហួរដើម្បីដល់អំណាចស្រែកជ័យចាយអញខ្មាស់គេតាក់ទងជាមួយនឹងការថតរូបវាមានកាមេរ៉ាវាទាំងអស់ហ្នឹងគឺខាងក្រោយវាមាន3គ្រាប់នេះ1 2 3នេះបាទហើយនឹងកាមេរ៉ាមុខមួយគ្រាប់ហើយកាមេរ៉ាទាំងអស់ហ្នឹងគឺយើងថតបានត្រឹម50 megapixel ទាំងអស់តាក់ទងរូបភាពសាច់រូបភាពដែលខ្ញុំថតបានមកវាមានជាប្រភេទmacro ជាប្រភេទធម្មតាវាមានជាប្រភេទ panorama វាមានជាប្រភេទអីគឺទទួលយកបានដែរតែបើតាក់ទងជាមួយនឹងការ zoom វិញយើង zoom ឆ្ងាយវាបែក zoom បានត្រឹម100 ដងអីឬក៏70ឬក៏80អានឹងទទួលយកបានតែយើង zoom ដល់120 ដងវាប្រើអត់ស្អាតទេហើយតាក់ទងជាមួយនឹងកម្លាំងសាកវា 100W នេះតែខ្ញុំប្រើពី0ដល់100នៅពេលដែលយើងប្រើអស់ណាយើងសាកវាមកវិញគឺត្រឹមតែពី20ទៅ25នាទីទេ20ទៅ25នាទីគឺវាពេញហើយយើងអាចប្រើប្រាស់បានមួយថ្ងៃត្រឹម10ម៉ោងអីយើងអាចប្រើប្រាស់បានហ្នឹងយើងលេងទូរស័ព្ទផងយើងប្រើប្រាស់យើងលេងហ្គេមផងយើងបើករហូតផងប្រើប្រាស់ Facebook ប្រព័ន្ធ social media ផ្សេងៗគឺយើងវាអាចរត់បានរយៈពេល7-10ម៉ោងអាច10ម៉ោងពេលខ្លះកាន់តែពិសេសទៀតនៅខាងក្រៅនេះបើសិនជាយើងជាអ្នកចូលចិត្តថតបែប blog ថតវីដេអូថតជាអីចឹងយើងអាចនេះណាឃើញទេបងប្អូនជាងគេអាចថតបានខ្លួនឯងផ្ទាល់យ៉ាងថតបានខ្លួនឯងផ្ទាល់ live វីដេអូថតវីដេអូសាច់មុខគឺ detail អីគឺស្អាតល្អបាទកន្លែងនេះយើងគ្រាន់តែទាញវាឲ្យផុតមកបាទគឺយើងអាចថតរូបបានហើយអញ្ចឹងនៅក្នុងកន្លែងនេះយើងអាចមាន feature ជាច្រើនទៀតដែលយើងអាចថ
ថតរូបតាក់ទងជាមួយនឹងរូបរាងផ្សេង feature ផ្សេងដូចជារូបស្លឹកផ្សេង 3-4 លឹកបែបខ្ជូតអីមានបេះដូងមានអីចឹងយើងអាចថតបានហើយតាក់ទងជាមួយនឹង Dumper Pro Max ដែលខ្ញុំកាន់នេះគឺថ្មវាមានទំហំផ្ទុកមក 7500 មីលីអាំពែអេក្រង់វា 6.9 គឺធំច្បាស់ល្អហើយ smooth ហើយ chip ផងវានឹងគឺជា chip ប្រភេទចុងក្រោយដែលគេប្រើ chip Snapdragon 8 5 Gen chip វាល្អប្រើប្រាស់បាន smooth លឿនលេង game ប្រើប្រាស់កម្មវិធីអីហ្នឹងគឺថាកប់សេរីរីតាក់ទងជាមួយនឹងកាមេរ៉ាថតវីដេអូបើយើងថតវីដេអូអានេះគឺញាក់សាច់ហើយយើងអាចថតបាន 8K តែម្ដងប៉ុន្តែគាត់ថា 8K ហ្នឹងយើងថតហើយយើងមើលខ្លួនឯងទៅគាត់ថាយើងផុសទៅលើ social media ស្អីវាពិបាកខ្លាំងសម្រាប់បងប្អូនដែលគាត់មានទីលំនៅឆ្ងាយពីអ៊ីនធឺណិតគាត់មើលអត់ឃើញទេសូម្បីតែ 4K យើងផុសធម្មតាទៅលើ Facebook ក៏វាពិបាកដែរអញ្ចឹងវាច្រើនគេយើងប្រើត្រឹម10បែបអីទេអញ្ចឹងXiaomi 17 Pro Max ដែលនៅក្នុងដៃខ្ញុំនេះវាជា version ផុនចិនទេដោយសារ Xiaomi បានប្រកាសមកឲ្យថាគេប្រហែលជាមិនចេញខ្ញុំមិនច្បាស់ដែរថាគេប្រហែលជាមិនចេញ global ទេអញ្ចឹងតាក់ទងជាមួយនឹងការប្រើប្រាស់យើងដូចស្រាប់ហើយ version ចិនវា notification នេះពិបាកបន្តិចប៉ុន្តែជាបបិសោតដែលខ្ញុំប្រើជាមួយខែនេះ notification តាក់ទងជាមួយនឹង Facebook គឺដើរតន់តាក់ទងជាមួយនឹង Telegram ក៏ដើរតន់តាក់ទងជាមួយនឹង AVA គឺលោតតន់ AVA បាទប៉ុន្តែតាក់ទងជាមួយនឹងដូចជា ACDA គឺអត់លោតទេនៅពេលយើងបាញ់លុយមានប្រតិបត្តិការចេញចូលគឺវាអត់លោតទេអត់លោត notification ទេ email ក៏អត់ដែរប៉ុន្តែកម្មវិធីផ្សេងគឺយើងអាចប្រើប្រាស់ download ពី Google បានទាំងអស់ពី Play Store បានទាំងអស់បានធម្មតាអញ្ចឹងអានេះជាអ្វីដែលខ្ញុំប្រើប្រាស់នឹងតែផ្ទាល់ឃើញថាវាស្រួលប្រើវាល្អប្រើវាមិនចាញ់ version global ទេអញ្ចឹងយើងអាចទទួលយកបាន